សម្រាប់ធីតាបុប្ផាព្រៃភ្នំក្រមុំជនជាតិបាទជាមួយនឹងអរិយធម៌វប្បធម៌បងប្អូនជនជាតិដើមបេតិចចម្រុះជនជាតិនៅទីនេះសម្រាប់បងប្អូនដែលមានអំណងទេសនាក៏ដូចជាមកកំសាន្តនៅរមណីយដ្ឋានបឹងយក្សឡោមបាទនៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជារមណីយដ្ឋានបឹងយក្សឡោមស្ថិតនៅក្នុងខេត្តរតនគិរីមានចម្ងាយត្រឹមតែ5គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងបានលុងចឹងសម្រាប់ទស្សនវិជ្ជាជាមួយនឹងសម្រស់ព្រៃភ្នំព្រៃព្រឹក្សាលតាវរក្រមុំជនជាតិអាហារជនជាតិក៏ដូចជាបងប្អូនយល់ដឹងពីអរិយធម៌និងវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចដែលគាត់រស់នៅទីនេះបាទចឹងមិនត្រឹមតែមានសម្រស់ព្រៃភ្នំព្រៃព្រឹក្សាលតាវរដូចជាសម្រស់ធម្មជាតិអឺនៅក្នុងភូមិភាគឦសានតែប៉ុណ្ណោះទេសម្រាប់បងប្អូននៅនេះក៏យល់ដឹងពីអរិយធម៌វប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចរស់នៅភូមិភាគឦសាននៃប្រទេសកម្ពុជាយើងនេះផងដែរបាទសម្រាប់បងប្អូនមកទីនេះបងប្អូនតែងតែចង់ដឹងពីអរិយធម៌វប្បធម៌ក៏ដូចចង់ភ្លក់នៅអាហាររសជាតិដើមក៏ដូចជាស្រាអូតិនឬក៏ស្រាពាងមួយទៀតហៅថាស្រាបឺតទីនេះគឺពិសេសពិសាណាស់មានចម្រុះបងប្អូនជនជាតិដើមរស់នៅទីនេះក៏ដូចជាបងប្អូនភ្លក់នៅរសជាតិអាហារនៅទីនេះផងដែរបន្តទៅបងប្អូនបានកយគុណសម្រាប់ទេសភាពទស្សនវិជ្ជានៅជំវិញទស្សនវិជ្ជាទូទៅនៅក្នុងជំវិញបឹងយក្សឡោមនោះប៉ុណ្ណោះទេបងប្អូននឹងយល់ដឹងថាតើអ្វីខ្លះដែលធ្វើឲ្យតាក់ចិត្តតាក់ទាញភ្ញៀវអន្តរជាតិមកទេសនាកំសាន្តនៅប្រទេសរបស់យើងនេះផងដែរសម្រាប់ទស្សនវិជ្ជាទូទៅបាននៅក្នុងរមណីយដ្ឋាននេះឃើញថាបងប្អូនយើងកំពុងតែចរាចរទៅមកជាច្រើនហើយសម្រាប់នឹងទស្សនវិជ្ជាបែបនេះគឺស្រស់បំប្រងខៀវខ្ចីល្អមែនទែនបាទនៅជំវិញបឹងធម្មជាតិយើងនេះផងដែរមើលទៅផ្ទៃព្រៃព្រឹក្សាលតាវរជាមួយនឹងផ្ទៃទឹកមើលទៅបងប្អូនណាគឺថាស្រឡះចិត្តស្រឡះអារម្មណ៍តែជាក់ភ្នែកបាទចឹងសម្រាប់បងប្អូនដែលបំណើរកំសាន្តមកទីនេះលក្ខណៈក្រុមគ្រួសារគឺត្រូវមាច់ហើយនៅភូមិភាគឦសាននៃប្រទេសកម្ពុជាធ្វើដំណើរត្រឹមតែ5គីឡូតែប៉ុណ្ណោះពីខេត្តរតនគិរីឬក៏ទីក្រុងបានលុងបាទទស្សនវិជ្ជាដ៏ស្រស់ស្អាតល្អឯកសម្រាប់បងប្អូនយើងជាមួយនឹងក្រមុំភូមិភាគ잃សាននៃប្រទេសកម្ពុជាមិនត្រឹមតែនាងមានសម្រស់ស្រស់ស្អាតនាងកណ្ដៀតក្អមបាទចុះដងទឹកប៉ុណ្ណេះទេបាទអ្វីដែលស្អាតប្លែកចម្លែកទាញទាក់ចិត្តបងប្អូនដែលតែងតែមកទេសនាកំសាន្តនៃខេត្តរតនគិរីដូចជាភូមិភាគឦសាននៃប្រទេសកម្ពុជាបងប្អូនអ្នកគ្នាខ្ញុំជឿជាក់យ៉ាងមុតមមថាបងប្អូនក៏កំពុងតែស្វែងចង់ដឹងថាតើការរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅទីនោះគាត់មានអរិយធម៌វប្បធម៌យ៉ាងដូចម្តេចដែរបាទនេះជាខ្លីៗបាទនៅក្នុងជំវិញនៃទស្សនវិជ្ជាទូទៅនៅក្នុងបឹងយក្សឡោមដែលជាបឹងធម្មជាតិមួយដែលមានការអភិរក្សជាសហគមន៍បឹងយក្សឡោមធម្មជាតិបាទចឹងសម្រាប់បងប្អូនដែលមកទេសនានៅទីនេះគឺចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង5:30នាទីល្ងាចបាទចឹងទស្សនវិជ្ជាទូទៅដល់សែនស្រស់ស្អាតបាទនៅជុំវិញបឹងយក្សឡោមបាទបងប្អូនកំពុងតែតាមដានទេសនានេះគឺជាព្រៃធម្មជាតិក៏ដូចជាបឹងធម្មជាតិដែលបងប្អូនអ្វីដែលសំខាន់មួយទៀតគឺបងប្អូនចម្រុះជនជាតិដើមភាគតិចរស់នៅទីនេះចឹងដូចខ្ញុំបានជម្រាបជូនបងប្អូនអរគ្នាថានៅទីនេះមិនត្រឹមតែមានសម្រស់ព្រៃភ្នំបែបធម្មជាតិទេអ្វីដែលសំខាន់គឺមានបងប្អូនជនជាតិដើមភាគតិចគាត់រស់នៅជុំវិញនេះទីនេះផងដែរបាទចឹងទស្សនវិជ្ជាទាំងនេះដែលខ្ញុំបានកំពុងតែធ្វើការប្រាប់បង្ហាញជូនបងប្អូនទេសនាកំសាន្តនេះបាទគឺជាទស្សនវិជ្ជាទូទៅក៏ដូចជាបងប្អូនភ្ញៀវជាតិនិងអន្តរជាតិដែលកំពុងតែមកតាមដានទេសនាទីនេះកំពុងតែមកច័ន្ទក៏កមែនទែនបាទដែលមកកំសាន្តទេសនានៅរមណីយដ្ឋានបឹងយក្សឡោមបាទនៅក្នុងខេត្តរតនគិរីបាទទស្សនវិជ្ជាដ៏ស្រស់ស្អាតស្រស់បំព្រងហើយជូនបងប្អូនអ្នកគ្នាដែលកំពុងតែតាមដានទេសនាផងបាទសម្រាប់ពេលនេះខ្ញុំបាទសូមបញ្ចប់វីដេអូខ្លីប៉ុណ្ណេះរាល់កំហុសឆ្គងពាក់ពេចន៍ណាកើតឡើងដោយមិនសមរម្យដោយអចេតនាបងប្អូនសូមអព្យាស្រ័យកន្តីអភ័យអត់ទោសបាទសម្រាប់ធីតាបុប្ផាព្រៃភ្នំក្រមុំបឹងយក្សឡោមបាទខ្ញុំបាទសូមគោរពលាបងប្អូនត្រឹមតែប៉ុណ្ណេះបាទសូមប្រសិទ្ធពរជ័យជូនពរជូនជ័យបងប្អូនអ្នកគ្នាជួបតែសុខសុវត្ថិភាពសំណាងល្អគ្រប់ក្រុមគ្រួសារខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាបាទអរគុណ